ភាសាខ្មែរការស្ដាប់អត្ថបទសម្បត្តិផ្ទាល់ខ្លួនរាជធានីភ្នំពេញថ្ងៃទី22ខែមិថុនាឆ្នាំ2016សុផាតជាទីស្រឡាញ់និងជាទីនឹករលឹកសួស្ដីសុផាតតើឯងសុខសប្បាយជាទេតើឯងកំពុងធ្វើអ្វីនៅពេលស្មើនេះតើឯងដឹងទេមួយរយៈនេះខ្ញុំនឹកឯងណាស់ប៉ុន្តែរកពេលឆ្លៀតដើម្បីសួរសុខទុក្ខឯងមិនបានសោះទើបតែមានឱកាសនៅពេលនេះខ្ញុំក៏បង្ហូរទឹកភ្នែកតាមរយៈចង្ប៊ិចដ៏តូចនេះគ្រាន់តែចាប់ផ្ដើមសរសេរភ្លាមខ្ញុំមានអារម្មណ៍ហាក់ផ្ដោតស្ថិតនៅក្នុងអតីតកាលជួនកាលខ្ញុំផ្ទុះសំណើចដោយមិនដឹងខ្លួនកំពុងតែញញឹមមែនទេខ្ញុំគិតថាឯងមានអារម្មណ៍ដូចខ្ញុំដែរសុផាតអ្វីតែយើងទៅស្គាល់គ្នាត្រឹមរយៈពេល3ឆ្នាំពិតមែនតែអ្វីសពបែបយ៉ាងក្នុងការរស់នៅទីនោះទាំងការនៅផ្ទះទាំងការដើរកម្សាន្តទាំងការនិយាយគ្នាលេងវាមានច្រើនសន្ធឹកសន្ធាប់ណាស់ហើយវាបានស្ថិតជាប់ក្នុងចិត្តខ្ញុំជានិច្ចរហូតមកនិយាយដល់រឿងនេះខ្ញុំហាក់មានអារម្មណ៍កក់ក្ដៅយ៉ាងម៉េចទេខ្ញុំឃើញអនុស្សាវរីយ៍ទាំងអស់នោះផុសឡើងនៅមុខនឹងនៅថ្មីនៅឡើយដូចជាទើបនឹងកើតនៅថ្ងៃម្សិលមិញអញ្ចឹងខ្ញុំមិនដឹងថាឯងនៅចាំរឿងរ៉ាវទាំងអស់នេះដែរឬទេក្រៅពីទំនាក់ទំនងដ៏ល្អនេះក៏មានរឿងមួយទៀតគឺឯងបានទៅរួមសុខទុក្ខជាមួយខ្ញុំនៅពេលដែលឪពុកខ្ញុំឈឺធ្ងន់នៅមន្ទីរពេទ្យឯងក្លាហានណាស់កាលនោះឯងមានអាយុទើបតែ12ឆ្នាំប៉ុណ្ណោះឯងហ៊ានជិះកង់ទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយ10គីឡូម៉ែត្រដើម្បីជួយកំដរឪពុកខ្ញុំរាល់ពេលយប់រហូតគាត់ចេញពីមន្ទីរពេទ្យខ្ញុំគិតថាមិនអាចបំភ្លេចបានឡើយពីថ្ងៃនេះតទៅបងសូមចាត់ទុកឯងជាប្អូនបង្កើតរបស់ខ្ញុំយប់ជ្រៅណាស់ហើយបងសូមបញ្ឈប់អក្ខរាត្រឹមតែប៉ុណ្ណេះចុះជាទីបញ្ចប់ខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមលោកជួយបាច់បាច់ថែរក្សាប្អូននិងក្រុមគ្រួសារឲ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនរុងរឿងជានិរន្តរ៍ហត្ថលេខាណារ៉ា